សួរលោកគ្រូខ្ញុំបានឈ្មោះគុយសមុនសវណ្ណរតន៍មកពីក្រុម SU5 ដែល topic ថ្ងៃហ្នឹងនិយាយពី FTP on AWS EC2 អញ្ចឹងដំបូងគេយើងត្រូវចូលទៅកាន់AWS ហើយបន្តមកទៀតយើងស្រេចយក EC2 ហើយយើងអស់ scroll មកក្រោមយើងរក security group ហើយបន្តមកទៀតយើងធ្វើការ create security group អញ្ចឹងខ្ញុំធ្វើការដាក់ឈ្មោះ own security group security group យើងធ្វើការ config ហើយយើងមក security group ហើយ traffic ដាក់ traffic ហើយកន្លែងនេះយើង select យក00 ចុចនេះហើយបន្តមកទៀតយើងធ្វើការចុច create ហើយបន្តមកទៀតយើងធ្វើការcreate security group អញ្ចឹងបន្តតែពីយើងដាក់ security group ហើយយើងធ្វើការចេញមក instance ហើយបន្តមកទៀតយើង run instance អញ្ចឹងបន្តតែពី run instance ហើយយើងធ្វើការដាក់ឈ្មោះខ្ញុំដាក់ឈ្មោះ FTP server instance ដល់តែពីយើងដាក់name ហើយយើងអស់មកក្រោមទៀតយើងស្រេចយក Ubuntu ហើយយើងអស់មកក្រោមទៀតកាយនេះ config ខ្ញុំដាក់8ហើយកន្លែងនេះមួយទៀតខ្ញុំដាក់ allow SA traffic ហើយបន្តមកទៀតខ្ញុំចុចពាក្យ run instance តមកទៀតខ្ញុំភ្លេចចុចនៅនេះមួយទៀតខ្ញុំដាក់ create new pair ហើយខ្ញុំដាក់ឈ្មោះថា EC2 remote learning ហើយបន្តមកទៀតខ្ញុំរើអឺសាច់នៅនេះហើយខ្ញុំយកហើយខ្ញុំចុច create key pair អញ្ចឹងវានឹង download key pair មួយអញ្ចឹងតែបន្តទៅបានkey pair ហើយខ្ញុំយក key pair ទុកនៅណាម្ដុំអញ្ចឹងបន្តមកទៀតយើងចូលឲ្យ EC2 security group ហើយកុំភ្លេចយើងដាក់ role លើវាយើងដាក់កន្លែងនេះ all traffic ហើយកន្លែងនេះខ្ញុំយក00.000ហើយខ្ញុំចុច sell rule ដល់ទៅពីយើងធ្វើហើយយើងត្រូវមាន git bash មួយទៀតអញ្ចឹងខ្ញុំបាន install git bash ហើយអញ្ចឹងធ្វើការបើក file អញ្ចឹងចុច my ស្ដាំហើយចុច open git bash ហើយខ្ញុំបើក open git bash ខ្ញុំធ្វើខ្ញុំផានវា enter អញ្ចឹងតពីហ្នឹងហើយយើងដាក់SA វាខ្ញុំលើកដាក់ SA តមកទៀតខ្ញុំ SA ចូលទៅក្នុង AWS តទៅពី
ខ្ញុំពីមកចូលហើយទៅអើខ្ញុំបាយសួរដូវិធីអាប់ដេតចឹងបន្តទៅពីខ្ញុំវាយ comment អឺ sudo nt update ហើយខ្ញុំធ្វើការ comment sudo apt install vsftpd ចឹងបន្តទៅខ្ញុំ install ហើយខ្ញុំធ្វើការ config file vsftpd នឹងហើយមុននឹងខ្ញុំធ្វើការ config វាខ្ញុំធ្វើការ clone វាសិនចឹងខ្ញុំធ្វើការ config វាដោយខ្ញុំប្រើ command sudo nano vsftpd.config ដៃចឹងបន្តមកទៀតខ្ញុំធ្វើការ access ចូលក្នុងនេះខ្ញុំវាយ command sudo nano vsftpd.config ចឹងបន្តពីខ្ញុំចូលហើយកន្លែង listen នេះខ្ញុំលុបថងជ្រុកចោលហើយកន្លែងបន្តមកទៀតuse location use local time នេះខ្ញុំលុប comment ដូចគ្នាតមកទៀតខ្ញុំ scroll មកក្រោមខ្ញុំហៅ ca clone នេះខ្ញុំលុបថងជ្រុកដូចគ្នាខ្ញុំអស់ក្រោមទៀតកន្លែង pass enable នេះខ្ញុំលុបវាចោលខ្ញុំលុបថងជ្រុកហើយបន្តមកទៀតខ្ញុំថែម password ហើយmin port ខ្ញុំដាក់ 50000 ហើយ passmax ខ្ញុំដាក់5000 51000ហើយខ្ញុំធ្វើការ save វាហើយបន្តមកទៀតខ្ញុំមើលវា active នៅអញ្ចឹងខ្ញុំវាយ comment sudo nano sudo system ctl data vsftpd បន្តមកទៀតខ្ញុំធ្វើការ restart សិន sudo system ctl restart vsftpd ខ្ញុំវាយមួយទៀត sudo systm ti data ចឹងវា run ហើយចឹងបន្ទាប់ពីវា active ហើយខ្ញុំធ្វើការ download FileZilla មកទៀត
នេះ Fazilla ចឹងដោយសារខ្ញុំធ្វើការ download ហើយខ្ញុំធ្វើការបើក Fazilla មកចឹងបន្ទាប់ពីបាន Fazilla ហើយខ្ញុំចុច Site Manager ហើយកន្លែងនេះខ្ញុំបាន New Site ហើយដែល Type Protocol របស់វាខ្ញុំដាក់ ASP file content ហើយដែល IP របស់វាជា IP របស់វាហើយដែល file ហើយកន្លែង logon content នោះខ្ញុំដាក់ key file ហើយ username របស់ខ្ញុំឈ្មោះ Ubuntu ហើយខ្ញុំប្រើវាទៅលើរបស់ខ្ញុំទុកនៅលើ desktop ហើយ file ខ្ញុំដាក់ FTP server ចឹងធ្វើការ connect ចឹងឥឡូវនេះធ្វើការ test យើងសាកដាក់ភាពមួយដាក់ room មួយចុះចឹងខ្ញុំទាញវាចោលមកចឹងវាកំពុងតែ transfer ចឹងខ្ញុំធ្វើការឆែកវាឲ្យវាចូលចឹងមិញខ្ញុំដាក់ឈ្មោះវា image picture 1 room 1ខ្ញុំធ្វើការបង្កើតFTP folder មួយសិន FTP client ចឹងក្នុង FTP client ហ្នឹងខ្ញុំទាញរូបមួយចោលដាក់រូបពីរអញ្ចឹង file វា success ហើយអញ្ចឹងខ្ញុំធ្វើការ test មើលសិនខ្ញុំដាក់ cd ទៅដែល folder ខ្ញុំមិញហ្នឹងដាក់ឈ្មោះ cd ftp client ហើយអញ្ចឹងពីរហ្នឹងចូលហើយអញ្ចឹងអរគុណលោកគ្រូ